ជាទូទៅមនុស្សគ្រប់រូបសុទ្ធតែមានគោលដៅនិងក្តីស្រមៃរៀងៗខ្លួនអ្នកខ្លះចង់ក្លាយជាគ្រូពេទ្យវិស្វករគ្រូបង្រៀនអ្នកជំនាញឬមន្ត្រីរាជការអ្នកខ្លះទៀតមានបំណងចង់ជួយគ្រួសារនិងរួមចំណែកអភិវឌ្ឍសង្គមជាតិប៉ុន្តែការសម្រេចគោលដៅទាំងនេះមិនមែនអាស្រ័យលើប្រាជ្ញាសមត្ថភាពឬឱកាសប៉ុណ្ណោះទេកត្តាសំខាន់មួយទៀតដែលជួយឲ្យយើងឈានទៅរកភាពជោគជ័យគឺការចេះគ្រប់គ្រងអារម្មណ៍និងការរក្សាចិត្តឲ្យស្ងប់អារម្មណ៍គឺជាផ្នែកធម្មជាតិនៃជីវិតមនុស្សគ្រប់រូបតែមានអារម្មណ៍រីករាយសោកសៅខឹងភ័យខ្លាចឬអស់សង្ឃឹមនៅពេលដែលជួបហេតុការណ៍ផ្សេងក្នុងជីវិតអារម្មណ៍ទាំងនេះមិនមែនជារឿងខុសទេព្រោះវាជាប្រតិកម្មធម្មជាតិរបស់មនុស្សប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវចេះគ្រប់គ្រងអារម្មណ៍ទាំងនោះមិនឲ្យវាគ្រប់គ្រងលើយើងបានជាក់ស្ដែងនៅពេលដែលយើងខឹងយើងអាចនិយាយពាក្យដែលធ្វើឲ្យអ្នកដទៃឈឺចាប់នៅពេលដែលយើងភ័យខ្លាចយើងអាចបាត់បង់ទំនុកចិត្តលើខ្លួនឯងនៅពេលដែលយើងអស់សង្ឃឹមយើងអាចបោះបង់ចោលគោលដៅដែលខ្លួនបានកំណត់ដូច្នោះប្រសិនបើយើងមិនអាចគ្រប់គ្រងអារម្មណ៍បានទេនោះអារម្មណ៍អវិជ្ជមាននឹងក្លាយជាឧបសគ្គដ៏ធំរារាំងភាពជោគជ័យរបស់យើងផ្ទុយទៅវិញមនុស្សដែលមានចិត្តស្ងប់តែងតែគិតដោយហេតុផលមិនប្រញាប់សម្រេចចិត្តតាមអារម្មណ៍ភ្លាមពួកគេចេះពិចារណាវិភាគបញ្ហានិងស្វែងរកដំណោះស្រាយដោយភាពប្រុងប្រយ័ត្ននៅពេលជួបបញ្ហាពួកគេមិនភ័យស្លន់ស្លោឬបាត់បង់ម្ចាស់ការលើខ្លួនឯងទេប៉ុន្តែព្យាយាមស្វែងរកវិធីដោះស្រាយមួយជំហានម្ដងជាឧទាហរណ៍មួយសម្រាប់អ្នកសិស្សម្នាក់ដែលត្រៀមប្រឡងប្រសិនបើគាត់មានអារម្មណ៍ភ័យខ្លាចខ្លាំងពេកគាត់អាចភ្លេចមេរៀនដែលខ្លួនបានរៀនប៉ុន្តែបើគាត់អាចរក្សាផ្លូវចិត្តឲ្យស្ងប់មានទំនុកចិត្តនិងផ្ដោតអារម្មណ៍លើការប្រឡងគាត់អាចបង្ហាញសមត្ថភាពដែលនៅក្នុងខ្លួនបានយ៉ាងល្អនេះបង្ហាញថានៅពេលដែលអ្នកមានចិត្តស្ងប់អាចជួយឲ្យយើងទទួលបានលទ្ធផលល្អជាងការបណ្ដោយឲ្យអារម្មណ៍ភ័យខ្លាចគ្រប់គ្រងយើងមិនត្រឹមតែប៉ុណ្ណោះទេចិត្តស្ងប់ក៏អាចជួយយើងឲ្យមានការអត់ធ្មត់ផងដែរផ្លូវទៅរកភាពជោគជ័យមិនមែនជាផ្លូវរាបស្មើនោះទេនៅក្នុងជីវិតយើងតែងជួបឧបសគ្គបរាជ័យនិងការខកចិត្តជាច្រើនដងមនុស្សជោគជ័យភាគច្រើនមិនមែនធ្លាប់បរាជ័យទេប៉ុន្តែជាមនុស្សដែលមិនបោះបង់បន្ទាប់ពីបរាជ័យឧទាហរណ៍មួយទៀតសម្រាប់អ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនបានជួបបរាជ័យរាប់រយដងមុននឹងរកឃើញអ្វីថ្មីអ្នកចំនួនជាច្រើនក៏ធ្លាប់ខាតបង់ប្រាក់និងបរាជ័យក្នុងការងារមុននឹងទទួលបានជោគជ័យអ្វីដែលពួកគេអាចបន្តដំណើរទៅមុខបានគឺការមានចិត្តរឹងមាំចិត្តស្ងប់និងការមិនចោះចាញ់ចំពោះឧបសគ្គលើសពីនេះចិត្តស្ងប់ក៏នឹងជួយយើងឲ្យបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃនៅក្នុងសង្គមមនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេយើងត្រូវការសហការការគាំទ្រនិងការជួយគ្នាទៅវិញទៅមកមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍តែងនិយាយដោយសុភាពរាបសារចេះស្ដាប់និងគោរពអ្នកដទៃជាលទ្ធផលពួកគេទទួលបានការគោរពនិងការជឿទុកចិត្តពីមនុស្សជុំវិញខ្លួនទំនាក់ទំនងល្អទាំងនេះវាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ភាពជោគជ័យក្នុងជីវិតរបៀបដែលអ្នកអាចហ្វឹកហាត់ខ្លួនឯងឲ្យមានចិត្តស្ងប់នោះគឺទី1យើងត្រូវរៀនគ្រប់គ្រងការគិតរបស់ខ្លួនជំនួសឲ្យការគិតអវិជ្ជមានយើងគួរគិតក្នុងផ្លូវវិជ្ជមាននិងផ្ដោតលើដំណោះស្រាយទី2យើងចេះគ្រប់គ្រងកំហឹងនៅពេលខឹងយើងគួរដកដង្ហើមឲ្យជ្រៅស្ងប់ចិត្តបន្តិចសិនមុននឹងនិយាយនិងសម្រេចចិត្តលើអ្វីមួយទី3យើងគួររក្សាសុខភាពផ្លូវកាយផ្លូវចិត្តដោយហាត់ប្រាណញ៉ាំអាហារដែលមានប្រយោជន៍និងគេងឲ្យបានគ្រប់គ្រាន់ទី4យើងគួរចំណាយពេលអានសៀវភៅស្ដាប់ការអប់រំនិងរៀនពីបទពិសោធន៍របស់មនុស្សជោគជ័យដើម្បីពង្រីកពង្រឹងផ្នត់គំនិតនិងភាពរឹងមាំក្នុងជីវិតអារម្មណ៍
និងចិត្តស្ងប់គឺជាកត្តាសំខាន់ដែលជួយឲ្យយើងសម្រេចគោលដៅបានដោយជោគជ័យការចេះគ្រប់គ្រងអារម្មណ៍ការដែលមានភាពអត់ធ្មត់ការដែលចេះគិតដោយហេតុផលនិងការដែលរក្សាចិត្តឲ្យស្ងប់នឹងជួយឲ្យយើងជំនះរាល់ឧបសគ្គនិងអាចឈានទៅរកក្តីស្រមៃរបស់ខ្លួន